ជាបឋមខ្ញុំសូមគោរពជម្រាបសួរលោកគ្រូទេនាងខ្ញុំឈ្មោះអវិមានខ្ញុំរៀននៅថ្នាក់ខ D ថ្ងៃនេះដែរខ្ញុំមកសង្ខេបនិងឆ្លុះបញ្ចាំងខ្លឹមសារមេរៀនជំពូកទី5 summative based formative assessment ចឹងឥឡូវនេះខ្ញុំធ្វើការសង្ខេបមេរៀនសិនចឹងចំណុចទី1និយមន័យនិងគោលបំណងចឹងការវិលំលែបែបសរុបដែលប្រើជាទម្រង់កែលម្អគឺជាសកម្មភាពដែលត្រូវបានរៀបចំឡើងជាលក្ខណៈប្រព័ន្ធនិងមានរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីប្រមូលទិន្នន័យអំពីចំណេះដឹងនិងជំនាញរបស់សិស្សបន្ទាប់ពីការបង្រៀនបានបញ្ចប់មួយរយៈដូចនេះដូចជាកិច្ចការផ្ទះតេស្តឬការប្រឡងលទ្ធផលដែលទទួលបានមិនមែនសម្រាប់តែដាក់ពិន្ទុនោះទេប៉ុន្តែត្រូវបានគ្រូយកមកប្រើដើម្បីផ្ដល់មតិត្រឡប់ទៅកាន់សិស្សរៀបចំផែនការបង្រៀនឡើងវិញឬកែលម្អវិធីសាស្ត្របង្រៀនឲ្យចំគោលដៅចំណុចទី2ប្រភេទនៃការវិតម្លៃសំខាន់ចឹងមេរៀនបានបែងចែកឧបករណ៍វិតម្លៃជាច្រើនប្រភេទរួមមានការវិតម្លៃមុនការបង្រៀនរួមមានការធ្វើលំហាត់ដែលមានរចនាសម្ព័ន្ធនិងការធ្វើតេស្តសាកល្បងដើម្បីដឹងពីកម្រិតយល់ដឹងដំបូងរបស់សិស្សចំណុចបន្ទាប់កិច្ចការផ្ទះនិងកិច្ចការក្នុងថ្នាក់ចឹងប្រើសម្រាប់ឲ្យសិស្សអនុវត្តបន្ថែមនិងឲ្យគ្រូពិនិត្យមើលការយល់ច្រឡំផ្សេងៗរបស់សិស្សចំណុចទី3កម្រងសំណួរខ្លីៗនិងតេស្តតាមមេរៀនចឹងជួយឲ្យគ្រូដឹងពីការវិវត្តរបស់សិស្សក្នុងរយៈពេលខ្លីនិងអាចផ្ដល់មតិត្រឡប់បានភ្លាមចំណុចទី4ឧបករណ៍ Digital ចឹងការប្រើប្រាស់កម្មវិធី App ឬក៏ហ្គេមអប់រំដើម្បីទាក់ទាញសិស្សឬផ្ដល់លទ្ធផលវិតម្លៃបានលឿនចាចូលចំណុចទី3ធំមតិត្រឡប់ចឹងបេះដូងនៃការវិតម្លៃមតិត្រឡប់ដែលមានប្រសិទ្ធភាពត្រូវតែជាមតិត្រឡប់ដែលអាចយកទៅអនុវត្តបានមិនត្រូវផ្ដោតលើការប្រាប់ថាខុសឬត្រូវនោះទេប៉ុន្តែត្រូវពន្យល់ពីហេតុអ្វីត្រូវមានភាពជាក់លាក់ប៉ុន្តែមិនត្រូវឲ្យច្រើនពេកនាំឲ្យសិស្សធុញទ្រាន់ឡើយប្រភេទមតិត្រឡប់រួមមានការបញ្ជាក់ភាពត្រឹមត្រូវការពន្យល់លម្អិតនិងការវិតម្លៃផ្អែកលើស្តង់ដារចូលដល់ចំណុចទី4ធំការកែលម្អការកែសម្រួលការបង្រៀនជាបន្ទាប់ពីទទួលបានលទ្ធផលការវិតម្លៃគ្រូត្រូវធ្វើការកែសម្រួលការបង្រៀនដូចជា Mastery Learning ផ្ដល់ឱកាសឲ្យសិស្សដែលមិនទាន់យល់បានរៀននិងធ្វើតេស្តឡើងវិញ Different type instruction បង្រៀនតាមកម្រិតសកម្មភាពផ្សេងគ្នារបស់សិស្ស Learning progression បែងចែកមេរៀនជាជំហានតូចដើម្បីឲ្យសិស្សងាយស្រួលឈានទៅសម្រេចគោលដៅធំចូលដល់ចំណុចទី5ធំបញ្ហាប្រឈមនិងគុណវិបត្តិចឹងតេស្តខ្នាតធំពិបាកយកមកប្រើដើម្បីកែលម្អការរៀនសូត្រភ្លាមដោយសារលទ្ធផលចេញមកជឺតពេកនិងមានលក្ខណៈទូទៅពេក
ពីការប្រើប្រាស់តេស្តខុសគោលដៅប្រសិនបើតេស្តត្រូវបានប្រើដើម្បីដាក់ពិន្ទុឬវាយតម្លៃគ្រូវានឹងបាត់បង់តម្លៃនៃការអប់រំនិងការជួយសិស្សចឹងសេចក្តីសន្និដ្ឋានការវាយតម្លៃដែលមានប្រសិទ្ធភាពមិនមែនត្រឹមតែជាការវាយវាស់វែងចុងក្រោយនៃមេរៀននោះទេប៉ុន្តែវាគឺជាស្ពានដែលតភ្ជាប់រវាងការបង្រៀនរបស់គ្រូនិងការរៀនសូត្ររបស់សិស្សតាមរយៈមតិត្រឡប់និងការកែសម្រួលការបង្រៀនជាបន្តបន្ទាប់ចា៎ចូលដល់ចំណុចបន្ទាប់ខ្ញុំធ្វើការឆ្លុះបញ្ចាំងខ្លឹមសារមេរៀនsummative assessment ចឹងចំណុចទី1ធំគឺការបំលែងពិន្ទុឲ្យទៅជាឱកាសរៀនសូត្រsummative to formative ចឹងជាទូទៅយើងយល់ថាការប្រឡងឬតេស្ត summative គឺជាចំណុចបន្ទាប់ដើម្បីដាក់ពិន្ទុប៉ុន្តែមេរៀននេះឆ្លុះបញ្ចាំងថាលទ្ធផលតេស្តគឺជាទិន្នន័យឬមានតម្លៃបើសិនបើគ្រូយកលទ្ធផលនោះមកវិភាគដើម្បីដឹងថាសិស្សខ្សោយត្រង់ណាហើយបង្រៀនបំពេញបន្ថែមនោះការវាយតម្លៃបែបសរុបបានคล้ายជាឧបករណ៍កែលម្អការរៀនសូត្រហើយចំណុចទី2ធំឧបករណ៍វាយតម្លៃចម្រុះចឹងមេរៀនបានបង្ហាញពីឧបករណ៍សំខាន់ដែលគ្រូអាចប្រើប្រាស់បានទី1ការវាយតម្លៃមុនបង្រៀនចឹងដើម្បីស្វែងយល់ពីចំណេះដឹងបាតគ្រឹះរបស់សិស្សមុននឹងចាប់ផ្ដើមមេរៀនថ្មីចំណុចទី2កិច្ចការផ្ទះនិងកិច្ចការក្នុងថ្នាក់ចឹងមិនមែនគ្រាន់តែធ្វើឲ្យសិស្សមិនមែនគ្រាន់តែឲ្យរួចរាល់នោះទេប៉ុន្តែវាជាការវាស់ស្ទង់ការយល់ដឹងរបស់សិស្សប្រចាំថ្ងៃចំណុចទី3តេស្តនិងកម្រងសំណួរជួយឲ្យគ្រូដឹងពីការវិវត្តរបស់សិស្សក្នុងរយៈពេលខ្លីចំណុចទី3ធំថាមពលនៃមតិត្រឡប់ចឹងចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងមេរៀននេះគឺការផ្ដល់មតិត្រឡប់ចឹងមតិត្រឡប់ដែលមានប្រសិទ្ធភាពមិនមែនគ្រាន់តែជាការល្អឬខុសប្រាប់ថាល្អឬខុសនោះទេប៉ុន្តែវាត្រូវមានលក្ខណៈជាក់លាក់ចង្អុលបង្ហាញចំណុចខ្លាំងឬក៏ចំណុចដែលត្រូវកែលម្អមានការពន្យល់ចឹងប្រាប់សិស្សពីរបៀបធ្វើឲ្យប្រសើរឡើងចំណុចទី3ទាន់ពេលវេលាចឹងផ្ដល់ឲ្យសិស្សក្នុងពេលដែលពួកគេនៅចាំមេរៀនចំណុចទី4ធំការកែសម្រួលការបង្រៀនចឹងមេរៀននេះបានសង្កត់ធ្ងន់ថាការវាយតម្លៃនឹងគ្មានន័យទេប្រសិនបើគ្រូមិនមានការកែសម្រួលការបង្រៀនយុទ្ធសាស្ត្រដែលមេរៀនលើកឡើងរួមមានmastery learning ការធានាឲ្យគ្រូផ្ដល់ឱកាសឲ្យសិស្សបានរៀននិងធ្វើតេស្តឡើងវិញរហូតដល់ពួកគេចេះច្បាស់ចំណុចទី3 differentiated instruction ការបង្រៀនដែលបត់បែនតាមតម្រូវការនិងកម្រិតខុសគ្នារបស់សិស្សម្នាក់ៗ learning progression ការបែងចែកគោលដៅរៀនធំឲ្យទៅជាជំហានតូចដែលងាយស្រួលសម្រេចបានចំណុចទី5ការឆ្លុះបញ្ចាំងតាមរយៈករណីសិក្សាចឹងតាមរយៈករណីរបស់លោកស្រី Catherine ក្នុងសេចក្តីផ្ដើមមេរៀនយើងឃើញថាទោះបីជាគ្រូបង្រៀនគ្រូខំប្រឹងបង្រៀនយ៉ាងណាក៏ដោយប្រសិនបើគាត់
គ្រាន់តែដើរតាមផែនការចាស់ដោយមិនពិនិត្យមើលលទ្ធផលជាក់ស្ដែងរបស់សិស្សបច្ចុប្បន្ននោះទេការបង្រៀននឹងមិនមានប្រសិទ្ធភាពឡើយអញ្ចឹងសរុបមកមេរៀននេះផ្លាស់ប្ដូរផ្នត់គំនិតពីការបង្រៀនដើម្បីតែបញ្ចប់កម្មវិធីមកជាការបង្រៀនដើម្បីឲ្យសិស្សសម្រេចបាននៅលទ្ធផលសិក្សាពិតប្រាកដតាមរយៈវដ្តនៃការវិយតម្លៃមតិទិលាប់និងការកែសម្រួលការបង្រៀនជាប្រចាំចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមជម្រាបលា